អ្វីទៅគឺជាម៉ោងសហកម្មវិធីសិក្សាតើម៉ោងសហកម្មវិធីសិក្សាមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់សិស្សានុសិស្សម៉ោងសហកម្មវិធីសិក្សាគឺជាម៉ោងដែលអាចផ្ដល់ឱកាសឲ្យសិស្សអាចបញ្ចេញនូវសមត្ថភាពនៅក្នុងការបង្ហាញពីទេពកោសល្យរបស់គាត់រៀងៗខ្លួនហើយម៉ោងសហកម្មវិធីសិក្សាក៏មានបែងចែកជាពីរគឺសម្រាប់កម្រិតបឋមសិក្សានិងកម្រិតអនុវិទ្យាល័យផងដែរចំពោះបឋមសិក្សាម៉ោងសហកម្មវិធីសិក្សាគឺត្រូវបានបែងចែកជាពីរគឺសម្រាប់បឋមសិក្សាកម្រិតទាបដែលយើងគិតចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី3គឺយើងមានកម្មវិធីសិក្សាផ្សេងៗដូចជាឲ្យពួកគាត់ច្នៃប្រឌិតជាមួយនឹងដីឥដ្ឋឬក៏ការលេងជាល្បែងផ្សេងៗអាចឲ្យពួកគាត់ទាំងអស់គ្នាអាចប្រើប្រាស់ជំនាញក្នុងការចាប់កាន់ដោយប្រើដៃហើយនិងដោយប្រើការគិតរបស់ពួកគាត់ដើម្បីជំនួយឲ្យពួកគាត់មានភាពប្រសើរនៅក្នុងការរៀនសូត្រប្រចាំថ្ងៃរបស់គាត់ផងដែរម៉ោងសហកម្មវិធីសិក្សាសម្រាប់ថ្នាក់បឋមកម្រិតខ្ពស់ដែលយើងគិតចាប់ពីថ្នាក់ទី4ដល់ថ្នាក់ទី6គឺយើងតម្រូវឲ្យគាត់មានសមត្ថភាពនៅក្នុងការបញ្ចេញទេពកោសល្យផ្សេងរៀងខ្លួនតាមរយៈការលេងឧបករណ៍តន្ត្រីតាមរយៈការបង្ហាញអំពីការសម្ដែងផ្សេងដែលពួកគាត់មានពេលខ្លះសិស្សគាត់អត់មានក្នុងការបញ្ចេញសមត្ថភាពទេបើមិនជាយើងអត់បង្កើតកម្មវិធីនេះឡើយហើយកម្មវិធីនេះផងដែរយើងត្រូវបានលើកទឹកចិត្តពួកគាត់ដើម្បីពួកគាត់មានភាពក្លាហាននៅក្នុងការបញ្ចេញសមត្ថភាពរបស់គាត់ផងដែរហើយជាវិធីមួយទៀតដើម្បីលើកទឹកចិត្តដល់អាណាព្យាបាលដែលគាត់អស់សង្ឃឹមចំពោះកូនដែលគាត់មានការរៀនខ្សោយប៉ុន្តែគាត់អាចមានសមត្ថភាពផ្សេងទៀតដែលអាណាព្យាបាលអត់បានដឹងទៅអញ្ចឹងតាមរយៈកម្មវិធីនេះអាណាព្យាបាលទាំងអស់នឹងអាចមើលឃើញអំពីភាពច្នៃប្រឌិតនិងភាពប៉ិនប្រសប់របស់កូនរបស់គាត់តាមរយៈកម្មវិធីជាពិសេសខ្ញុំអាចដឹងពីទេពកោសល្យរបស់ខ្ញុំសហកម្មវិធីសិក្សាគឺមានសារៈសំខាន់ខ្លាំងដើម្បីឲ្យសិស្សមានឱកាសក្នុងការបញ្ចេញសមត្ថភាពហើយនឹងជំនួយស្មារតីដល់សិស្សនៅក្នុងការរៀនសូត្រប្រចាំថ្ងៃរបស់君。